10 ថ្ងៃទៀតទ្វារសួគ៌នឹងបើកហើយអ្នកបួសលីហ្វីយូខំតាំងសេលអស់រាប់ពាន់ឆ្នាំវិជាកាត់ផ្ដាច់មេត្តាចិត្តដល់ចំណុចកំពូលហើយគ្រាន់តែកាត់ផ្ដាច់ចំណងស្នេហ៍ក៏អាចសម្រេចធម៌បានដែរទេវតាតូចនេះមកដើម្បីអញ្ជើញលោកម្ចាស់លីហ្វីយូឲ្យកាត់ផ្ដាច់ចំណងលោកេហោះឡើងទៅសោយសុខនៅឋានសួគ៌លើកនេះប្រហែលជាត្រូវឲ្យលោកទេវតាមកទេទៀតហើយទ្វារសួគ៌នេះ100ឆ្នាំបើកម្ដងខ្ញុំមើលទៅលោកម្ចាស់មានអាយុខែសល់មិនដល់50ឆ្នាំផងបើបងឱកាសលើកនេះទៅខ្លាចថាគ្មានថ្ងៃបានហោះឡើងទៀតទេហើយការតាំងសេរាប់ពាន់ឆ្នាំនេះក៏នឹងត្រូវរលាយបាត់ដូចពស់ទឹកដែរអរគុណលោកទេវតាដែលបារម្ភប៉ុន្តែខ្ញុំបានយកមនោសញ្ចេតនាទាំង7ជាបណ្ដាការសន្យាជាមួយមនុស្សម្នាក់ថានឹងនៅក្បែរគ្នាអស់មួយជីវិតបងសិស្សច្បងវិញ្ញាណអូនរងរបួសហើយតតែឆ្លងជាតិ7 ដងទើបអាចជាសះស្បើយវិញបានអញ្ចឹងបងនឹងចាំអូនទាំង7ជាតិចុះបើក្នុង7ជាតិនេះបងប្រែចិត្តវិញនោះបងនឹងយកមនោសញ្ចេតនាទាំង7តាមជាប់ខ្លួនអូនគ្រប់ជាតិឲ្យតែចំណងស្នេហ៍នៅក្បែរបងមិនប្រែចិត្តដាច់ខាតចុះបើ7ជាតិនេះអូនជាអ្នកប្រែចិត្តវិញបងនឹងរងចាំរហូតដល់អូនត្រឡប់មកវិញបើបងធ្វើខុសអូនអាចកាត់ផ្ដាច់ចំណងស្នេហ៍បងដើម្បីដាក់ទោសចុះដល់ពេលនោះមិនថាអូនចង់បានអីក៏បងព្រមទាំងអស់ឋានសួគ៌អីហ្នឹងមិនទៅក៏បានដែរបន្តិចទៀតការតាំងសេរបស់សិស្សប្អូននឹងត្រូវគង់ហើយថ្នាំទឹកដែលបងរៀបចំទុកឲ្យអូនដល់ពេលត្រូវប្រើហើយចម្រាញ់ធាតុពីមេឃនិងដីដណ្ដើមរឹតពីសូរិយានិងចន្ទ្រាថ្នាំវិញ្ញាណស័ក្តិសិទ្ធិសម្រេចក្លិនថ្នាំក្រអូបខ្លាំងណាស់មិនដឹងថាបងសិស្សច្បងចម្រាញ់ថ្នាំអីឲ្យបងស្រីស៊ូយ៉ាវទៀតទេដល់ថ្នាក់បង្កឲ្យមានបាតុភូតអស្ចារ្យបែបនេះគួរឲ្យច្រណែនបងស្រីស៊ូយ៉ាវណាស់មានបងសិស្សច្បងទាំងពូកែទាំងស្មោះស្នេហ៍បែបនេះតាមការពារគាត់អស់7ជាតិ7កាលបងសិស្សច្បងបងសិស្សច្បងសិស្សប្អូនអូនមកចំពេលល្អណាស់ថ្នាំវិញ្ញាណនេះបងខំចម្រាញ់ឡើងសម្រាប់តែអូនម្នាក់គត់វាអាចជួយស្រោចស្រង់ជីវិតនិងជួយឲ្យអូនសម្រេចវិជ្ជាបានស្រោចស្រង់ជីវិតនឹងប្រញាប់ឲ្យអូនមកអរគុណបងស្រីដែលផ្ដល់ថ្នាំឲ្យខ្ញុំមានអារម្មណ៍ថាធូរជាងមុនឆ្ងាយណាស់ប៉ុន្តែថ្នាំនេះបងសិស្សច្បងធ្វើសម្រាប់បងស្រីតើខ្ញុំលេបបាត់អញ្ចឹងខ្លាចបងសិស្សច្បងគាត់ខឹងគាត់មិនខឹងទេឯងរបួសក៏ដោយសារទៅបេះស្មៅរក្សាសម្រស់ឲ្យបងដែរបងសិស្សច្បងមិនដាច់ចិត្តឃើញឯងឈឺចាប់ហើយឈោមើលមិនជួយនោះទេប៉ុន្តែខ្ញុំលេបបាត់ហើយចុះបងស្រីបានអីលេបទៅមិនអីទេបងសិស្សច្បងជួយចម្រាញ់ឲ្យអូនមួយគ្រាប់ទៀតមកណាមិនហ្នឹងបងមិនចង់ជួយអូនទេអីមិនមែនបងមិនចង់ទេតែបងធ្វើមិនបានវត្ថុធាតុសម្រាប់ធ្វើថ្នាំនេះពិបាករកខ្លាំងណាស់ទោះបងចង់ធ្វើថ្មីក៏គ្មានវិធីដែរបងនិយាយស្អីហ្នឹងវិជាបងខ្លាំងពូកែលើលោកឲ្យតែបងចង់បានគ្មានអីដែលរកមិនបានទេឬមួយបងខឹងដែលអូនមិនបានសុំច្បាប់បងហើយយកថ្នាំទៅឲ្យសិស្សអូនលេបបងកំពុងប្រចែប្រច័ណ្ឌមែនទេវត្ថុធាតុដើមសំខាន់គឺកបការឈូកទឹកកកចិត្ត7គឺវាដាច់ពូជបាត់ហើយបងចំណាយពេល1000ឆ្នាំដើររកសពទីទីទើបរកបានតែមួយដើមគត់បងស្មានថាថ្នាំនេះនឹងជួយអូនសម្រេចវិជ្ជាតែមិននឹកស្មានថាអូនចាត់ទុកវាដូចជាថ្នាំធម្មតាបោះចោលងាយសោះបានហើយបងនិយាយបែបនេះចង់ឲ្យអូនមានអារម្មណ៍ខុសមែនទេគ្រាន់តែថ្នាំមួយគ្រាប់សោះអូនមិនយកក៏បានដែរបងស្រីថ្នាំនេះខ្ញុំមិនទាន់រលាយអស់ទេបងផឹកឈាមខ្ញុំទៅក៏មានប្រសិទ្ធភាពដូចគ្នាដែរសិស្សប្អូនហេតុអ្វីបានជាអញល្ងងយ៉ាងនេះ
ចាប់ប្រញាប់ប្រើកម្លាំងធៀបព្យាបាលរបួសទៅ Search បងស្រីមកពីខ្ញុំវាអន់ខ្លួនឯងមិនអាចពូកែដូច Search បងធំដែលអាចជួយបងរកផ្កាឈូកព្រើ7ដួងបាន Search អូនកុំនិយាយបែបហ្នឹងអីគ្រាន់តែថ្នាំទឹកមួយគ្រាប់សម្រាប់ Search បងធំវាមិនមានអីអស្ចារ្យទេផ្ទុយទៅវិញស្មៅរក្សាសម្រស់ដែលឯងឲ្យបងទោះវាគ្រាន់តែជាស្មៅទឹកថ្នាក់ទាបតែវាចេញពីចិត្តស្មោះរបស់ឯងវាមានតម្លៃជាងថ្នាំទឹករបស់ Search បងធំរាប់ពាន់ដងឯណោះឈាមហូរស្រែចាក់បដូរយកថ្នាំទឹកឲ្យនាងតែនាងបែរជាថាមិនស្មើនឹងស្មៅមួយដើមរបស់វាទៅវិញអរគុណបងស្រីដែលជួយផ្ដល់កម្លាំងចិត្តគ្រាន់តែស្ដាយដែលខ្ញុំគ្មានដងដូច Search បងធំបើមិនអញ្ចឹងទេខ្ញុំអាចជួយបងបានច្រើនជាងនេះមិនបាច់ប៊ីនឹងបាត់បង់ជីវិតគ្រាន់តែដើម្បីស្មើរក្សាសម្រស់មួយដើមរហូតធ្វើឲ្យបងស្រីបារម្ភអញ្ចឹងទេសិស្សប្អូនកម្រិតវិជ្ជាឯងមិនមែនថាមិនអាចដំឡើងបាននោះទេមែនទេបងសិស្សច្បងបងជាកម្ពុជាទេពកសហាត់ត្រឹម100ឆ្នាំក៏អាចឡើងទៅអាណាចក្រទេពបានបាត់ទៅហើយក្នុងលោកនៃអ្នកហាត់សេនេះបងគឺជាលេខ1អញ្ចឹងបើបងព្រមឲ្យឈាមបេះដូង10ដំណក់ច្បាស់ជាអាចជួយសិស្សប្អូនកសាងភាពដើមឡើងវិញនិងផ្លាស់ប្ដូរវាសនាបានមិនខានអូនចង់បានឈាមបេះដូងបងដើម្បីជួយវានឹងទៅអូនដឹងទេថាឈាមមួយដំណក់ត្រូវបាត់បង់អាយុកាលបងអស់5ឆ្នាំបងតាមការពីអូនអស់7ជាតិមកហើយល្មមឈប់ទៅខ្ញុំដឹងហើយថាពួកយើងមានចំណងនិស្ស័យ7ជាតិហើយក៏អរគុណដែលបងតាមការពីខ្ញុំដែរតែបងមិនបាច់យកវានិយាយរាល់ដងអញ្ចឹងទេបងជាអ្នកខ្លាំងដែលចិត្តខ្លាចជាទេពទៅហើយមានអាយុវែងសន្លឹមគ្រាន់តែឈាម10ដំណក់សោះបងក៏មិនដាច់ចិត្តឲ្យដែរមែនទេតើបងភ្លេចសញ្ញារបស់បងហើយមែនទេបើបងធ្វើខុសអូនអាចកាត់ផ្តាច់ចំណងស្នេហ៍បងដើម្បីដាក់ទោសបានពេលនោះមិនថាអូនចង់បានអីបងក៏ព្រមឲ្យទាំងអស់ខ្ញុំបានសន្យានឹងសិស្សអូនហើយថានឹងជួយគេដំឡើងកម្រិតវិជ្ជាឈាមបេះដូង10ដំណក់នេះបងឲ្យឬមិនឲ្យបងឲ្យមិនបានទេអាយុកាលរបស់បងលីហ្វយុយនេះបងជាអ្នកបង្ខំខ្ញុំទេណាបញ្ចេញវិញ្ញាណដើមសរសៃស្នេហ៍បង្ហាញខ្លួនសិស្សច្បងខ្ញុំគ្រាន់តែចង់បានឈាមបង10ដំណក់ប៉ុណ្ណោះឲ្យខ្ញុំមកនាងហ៊ានកាត់ផ្តាច់ចំណងស្នេហ៍ពួកយើងដើម្បីប្រុសម្នាក់ទៀតនឹងទៅមិនពិតទេនាងមិនធ្វើអញ្ចឹងទេសិស្សប្អូនស្រីស្ដាប់បងសិនបងមិនអាចឈប់ទៅគ្រាន់តែឈាម10ដំណក់បងបែរជាប្រកែកយករួចខ្លួនយ៉ាងនេះមែនទេខ្ញុំនិយាយជាលើកចុងក្រោយឲ្យខ្ញុំភ្លាមបងឲ្យមិនបានមែនល្អណាស់នេះជាការបង្ខំរបស់បងទេអាយឥឡូវនេះបងព្រមឲ្យបាននៅនាងពិតជាហ៊ានកាត់ចំណងស្នេហ៍ពួកយើងដើម្បីប្រុសផ្សេងមែនតើបងកំពុងចាំអីទៀតឬក៏បងចង់លេបសម្ដីខ្លួនឯងបានបងឲ្យសិស្សច្បងស្រីមកពីខ្ញុំទាំងអស់បើគុំតែមកពីខ្ញុំបងក៏មិនបាច់ឆ្លោះជាមួយសិស្សច្បងធំដែរឈាម10ដំណក់នេះបងយកទៅឲ្យសិស្សច្បងវិញទៅមិនអីទេវិជាគុណសិស្សច្បងធំខ្ពស់អស្ចារ្យឈាមប៉ុណ្ណឹងសម្រាប់គាត់ដូចរោមគោមួយសរសៃអញ្ចឹងផ្ទុយទៅវិញឈាមទាំងនេះនឹងជួយឯងឲ្យផ្លាស់ប្ដូរឆ្អឹងកាយបានឯងត្រូវតែខំប្រឹងហាត់ណាបងស្រីកុំបារម្ភខ្ញុំនឹងខំប្រឹងថ្ងៃក្រោយមិនថាបងចង់បានអីទោះត្រូវបដូរជីវិតក៏ខ្ញុំព្រមធ្វើដើម្បីបងដែរតោះយើងទៅបាទអាយុកាលបង50ឆ្នាំឥឡូវត្រូវបាត់បង់ឈាមបេះដូង10ដំណក់ទៀតអាយុបងដល់ទីបញ្ចប់ហើយបើមិនហោះហើរឡើងឋានទេពទេមុខជាត្រូវរលាយវិញ្ញាណមិនខានមានតែបិទកម្លាំងធាតុខ្លួនឯងទើបអាចនៅក្បែរអូនបាន2-3ឆ្នាំទៀតសិស្សច្បង